នៅក្នុងឱកាសវិស្សមកាលវ៉ាកងដើម្បីសម្រាកត្រៀមចូលខ្លួនចូលសិក្សាឆ្នាំថ្មីមិត្តភ័ក្តិខ្ញុំដែលបានរៀនតនៅឯទីក្រុងក៏បានមកលេងនៅឯស្រុកកំណើតហើយពួកគេក៏បានបបួលខ្ញុំដើរលេងនៅឯជុំវិញភូមិរបស់យើងថ្ងៃនោះអាសនាដែលជាមិត្តភ័ក្តិនៅក្នុងក្រុមរបស់ខ្ញុំវាក៏បបួលពួកយើងឲ្យដើរលេងតែកន្លែងដែលវាបបួលនោះគឺជាកន្លែងដែលគ្មាននរណាចង់ទៅប៉ុន្មាននោះទេព្រោះគេបបួលទៅពិសោធន៍ភាពភ័យខ្លាចរបស់ផ្ទះបោះបង់ចោលមួយដែលនៅឆ្ងាយពីភូមិប្រហែលជា30គីឡូម៉ែត្រដំបូងពួកខ្ញុំមិនព្រមទៅជាមួយវានោះឡើយព្រោះម្នាក់សុទ្ធតែជាអ្នកដែលខ្លាចខ្មោចពួកខ្ញុំក៏នាំគ្នាជួយឃាត់ក្រែងលោគេដូរចិត្តទៅលេងនៅកន្លែងផ្សេងតែមើលទៅដូចជាគ្មានបានការនោះទេអាសនាវានៅតែចេះរឹងរូសចង់ទៅទៀតដោយសារតែខ្លាចមិត្តភ័ក្តិទៅម្នាក់ឯងខ្លាចមានរឿងអ្វីកើតឡើងពួកយើងទាំងអស់គ្នាក៏បានសម្រេចចិត្តទៅទីនោះទាំងអស់គ្នាម៉ោង 7:08 យប់បរិយាកាសនៅផ្ទះបោះបង់ចោលនោះមានសភាពស្ងាត់ជ្រងំវាគឺជាផ្ទះបាក់បែកមួយដែលមើលទៅដូចជាចំណាស់ណាស់ទៅហើយរួមជាមួយនឹងសម្លេងសត្វចង្រិតយំចចេះចចាចព្រៃព្រឹក្សានតតាវរដោះឡើងស្អេកស្កះនៅក្នុងផ្ទះនោះមានតែសម្បុកពេញពីងតុកទូបាក់បែកដែលគ្មានបានការនិងធូលីតែប៉ុណ្ណោះមុនពេលអាសនាវាបបួលទៅទីនោះបានមួយថ្ងៃកាលពីពេលយប់ខ្ញុំបានយកសុបិនឃើញថាដើរទៅកន្លែងរញ៉េរញ៉ៃមួយហើយនៅពេលដែលមើលទៅខាងមុខក៏ឃើញមានមនុស្សម្នាក់ដើរនាំផ្លូវខ្ញុំហើយគេក៏ងាកមើលមកខ្ញុំដូចជាព្យាយាមចង់និយាយអ្វីម្យ៉ាងប្រាប់មកខ្ញុំតែមិនទាំងបានដឹងថាគេនិយាយពីអ្វីផងខ្ញុំក៏ភ្ញាក់ដឹងខ្លួនដាច់ពីការយកសុបិននោះទៅពេលវេលាបានមកដល់ចូលទៅក្នុងផ្ទះនោះភ្លាមមុខពួកយើងចាប់ផ្ដើមស្លេកគ្រប់គ្នារាងកាយម្នាក់ចាប់ផ្ដើមត្រជាក់សម្លេងបេះដូងម្នាក់លូតញាប់ជាងមុនខុសពីធម្មតាពួកយើងកំពុងតែចេញយុទ្ធនាការស្វែងរកខ្មោចពិតភ្លាមនោះក៏មានក្លិនស្អុយយ៉ាងខ្លាំងរសាត់មកប៉ះច្រមុះរបស់ពួកយើងភ្នែករបស់ពួកយើងគ្រប់គ្នានាំគ្នាសម្លឹងគ្នាក្នុងគោលបំណងនាំគ្នារត់ចេញពីទីនេះឥឡូវពួកយើងប៉ុន្មានអ្នកបំរុងនឹងដាក់មេប្រូចចេញពីផ្ទះដ៏គួរឲ្យខ្លាចនេះព្រោះចូលមកមិនទាន់បាន5នាទីផងក៏ស្រាប់តែមានធំក្លិនគម្រោងចេញមកទៅហើយចោះទម្រាំតែនៅបន្តិចទៀតតើពួកយើងនឹងឃើញអ្វីជាបន្តបន្ទាប់តែអាសនាវានៅតែតាំងចិត្តនៅទីនេះទៀតវាមិនព្រមឈានជើងចេញតាណាឡើយដោយទ្រាំមិនបានពួកខ្ញុំក៏ទាញដៃរបស់វាហើយចាប់ផ្សែងវាចេញពីទីនោះតែម្ដងនៅពេលដែលពួកយើងចេញមកដល់ខ្លោងទ្វារធំមុខផ្ទះខ្ញុំក៏ងាកចូលទៅក្នុងផ្ទះម្ដងទៀតក៏ស្រាប់តែភ័យស្ទើរតែលុះព្រលឹងស្លាប់ព្រោះខ្ញុំបានឃើញបរិសម្នាក់ស្លៀកពាក់សមួយឈុតឈរស្ងៀមត្រឹមមួយកន្លែងសម្លឹងមើលមករកពួកយើងពីក្នុងទីងងឹតខ្ញុំក៏មិនបានគិតអ្វីច្រើនដែររត់តែខំបន្ថែមល្បឿនចាក់ចេញពីផ្ទះមួយនោះពួកយើងទាំងអស់គ្នាបានរត់ចេញពីទីនោះយ៉ាងសុវត្ថិភាពដោយសារតែពេលនោះគឺវាយប់ណាស់ទៅហើយពួកយើងក៏បានសម្រេចចិត្តប្រមូលផ្ដុំគ្នានៅក្នុងផ្ទះមិត្តម្នាក់ទៀតដែលនៅជិតជាងគេព្រោះយប់ណាស់ទៅហើយក៏មិនហ៊ានទៅផ្ទះរៀងខ្លួននោះដែរប៉ុន្តែពួកខ្ញុំសង្កេតឃើញថាអាសនាវាមានលក្ខណៈសងស្ងាត់ពួកខ្ញុំក៏មិនបានសួរនាំទៅវាអ្វីឡើយព្រោះគិតថាប្រហែលជាវាខឹងនឹងពួកខ្ញុំដែលចាប់ផ្សែងវាមកហើយលុះព្រឹកឡើងពួកខ្ញុំក៏បាននាំគ្នាត្រឡប់ទៅផ្ទះរៀងខ្លួនតាមពិតទៅពួកខ្ញុំធ្លាប់ឮគេនិយាយថាកាលពីមុនមានរឿងកើតឡើងនៅម្ដុំផ្ទះដែលគេបោះបង់ចោលនេះនៅពេលនោះពួកក្មេងស្ទាវបានសម្លាប់គ្នាហើយបានអូសសាកសពទៅទុកនៅឯក្នុងផ្ទះដែលគេបោះបង់ចោលនោះប៉ុន្តែព័ត៌មានលម្អិតស្ដីអំពីរូបរាងឈ្មោះនិងផិនភាគគឺគ្មាននរណាដឹងច្បាស់ឡើយតែមិនដឹងជាយ៉ាងម៉េចអាសនាវាចេះតែចង់ទៅទីនោះមិនដឹងថាវាមានគោលបំណងអ្វីឡើយនៅក្នុងយប់នោះពួកខ្ញុំទាំងអស់គ្នាបានយកសុបិនមួយដែលឃើញស្តៀងគ្នាទាំងអស់ពួកខ្ញុំយល់សពថាបានឃើញមនុស្សម្នាក់ហើយមនុស្សម្នាក់នោះបានដើរនាំផ្លូវពួកយើងទៅកន្លែងមួយដែលមានលក្ខណៈសុបទ្រុបរញ៉េរញ៉ៃបរិយាកាសនៅជុំវិញគឺងងឹតហើយគេម្នាក់នោះព្យាយាមងាកមុខមករកពួកយើងតែពួកយើងមិនបានឃើញមុខរបស់គេឡើយប៉ុន្តែនៅពេលដែលពួកយើងសួរទៅអាសនាថាតើបានឃើញមនុស្សដែរនៅក្នុងសុបិននោះឬអត់គេក៏ចាប់ផ្ដើមយំហើយនិយាយដោយសំឡេងញ័រថា ខ្ញុំ
ខ្ញុំឃើញប្រុសម្នាក់នោះមុខវាដូចជាអាចារ្យខ្លាំងណាស់ភ្នែករបស់អាចារ្យមើលមកខ្ញុំហាក់ដូចជាចង់ឲ្យខ្ញុំជួយវាសំឡេងរបស់អាសនានិយាយចេញមកញ័រអាចារ្យវាក៏ជាមិត្តភក្តិជិតស្និទ្ធក្នុងចំណោមពួកខ្ញុំប្រមាណអ្នកដែរវានៅក្នុងភូមិនេះតែម៉ែរបស់វាបានប្រាប់ថាខែមុននេះវាបានចេញទៅធ្វើការនៅឯស្រុកផ្សេងបាត់ទៅហើយទើបបានជាពេលនេះពួកយើងមិនបានជួបជុំគ្នាដោយសារតែពួកយើងចង់ពិសោធន៍ថាតើការយកសុបិននោះវាគឺជាការពិតឬក៏អត់ពួកយើងក៏សម្រេចចិត្តទៅផ្ទះនោះម្ដងទៀតអាសនាធ្វើជាអ្នកដើរនាំមុខពួកយើងដូចលើកមុនដែរតែពេលនេះពួកយើងដើរនៅពីក្រោយដោយមិនសូវជាញញើតដូចកាលពីមុននោះឡើយបរិយាកាសជុំវិញកាន់តែស្តៀងទៅនឹងការយល់សប្តិរបស់ពួកយើងទៅហើយអ្វីដែលធ្វើឲ្យយើងគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺនៅពេលដែលពួកយើងកំពុងតែដើរនៅក្នុងផ្ទះក៏បានជន់ទៅនឹងខ្សែកមួយខ្សែដែលខ្សែកនោះគឺស្តៀងទៅនឹងខ្សែករបស់អាចារ្យដែលវាពាក់ពេលនោះពួកយើងទាំងអស់គ្នាមិនដឹងជាយ៉ាងម៉េចក៏ស្រាប់តែនាំគ្នាយំគ្រប់គ្នាគិតថាអាចារ្យត្រូវបានគេសម្លាប់អាស្នាវាក៏អោនរើសយកខ្សែកនោះតែពួកយើងមិនអោយវារើសយកមកទេព្រោះគិតថារបស់នោះអាចមិនមែនជារបស់អាចារ្យក៏ថាបានចាប់តាំងពីថ្ងៃនោះមកពួកយើងបានយកសុបិនឃើញមនុស្សប្រុសនោះជារៀងរាល់យប់ហើយដូច្នេះពួកយើងក៏នាំគ្នាទៅធ្វើបុណ្យឧទ្ទិសកុសលឲ្យប្រុសម្នាក់ដែលនៅក្នុងសុបិននោះពេលវេលាចេះតែកន្លងផុតទៅយឺតពួកខ្ញុំក៏លែងបានឃើញប្រុសម្នាក់នោះទៀតហើយដំណឹងរបស់អាចារ្យក៏ត្រូវបានបាត់ដំណឹងសូន្យឈឹងវារត់តែធ្វើឲ្យពួកយើងកាន់តែច្បាស់ថាអាចារ្យគឺពិតប្រាកដណាស់ថាជាមនុស្សដែលត្រូវបានគេសម្លាប់ហើយមនុស្សដែលស្លៀកពាក់សដែលឈរសំដៅមើលមកពួកខ្ញុំកាលពីថ្ងៃមុននោះវាពិតប្រាកដណាស់ថាជាអាចារ្យដែលជា